នៅក្នុងសង្គមនេះបើយើងបែងចែករវាងលុយនិងមិត្តភាពមិនច្បាស់ទេថ្ងៃណាមួយយើងនឹងបាត់បង់ទាំងមិត្តហើយនឹងបាត់បង់ទាំងលុយរបស់យើងថែមទៀតផងរឿងលុយកាក់នេះមុននឹងហុចត្រូវមើលមនុស្សខ្លះសង្វាតមករកយើងតែពេលមានអាសន្នទេតែពេលដែលគេសប្បាយគេមិនដែលនឹកនាយើងទេមនុស្សប្រភេទនេះគួរតែប្រយ័ត្នឲ្យខ្លាំងបំផុតមនុស្សខ្លះមាននិស្ស័យលោភលន់តែម្ដងខ្ចី$50បើឲ្យ150ក៏អូខេដែរមនុស្សបែបនេះត្រូវមើលនិស្ស័យដែរមនុស្សខ្លះគាត់ក្រែងចិត្តយើងមែនទែនអត់លុយអត់ហ៊ានប្រាប់យើងទេតោះតែយើងសួរអត់ហ៊ានពឹងយើងទេខ្លាចយើងលំបាកហើយបើយើងឲ្យខ្ចីក៏មិនហ៊ានខ្ចីច្រើនដែរព្រោះខ្លាចចិត្តយើងជាម្ចាស់លុយមនុស្សបែបនេះបើសង្គ្រោះបានក៏គួរតែសង្គ្រោះហើយយើងអាចខ្សែគប់គ្នាបានទៅថ្ងៃមុខរឿងលុយកាក់នេះគឺខ្ចីឲ្យដឹងខ្ចីសុំឲ្យដឹងសុំបើយើងជពាក់គេមានចិត្តជួយយើងកុំបំពេញគេជាដាច់ខាតមនុស្សបែបនេះនិស្ស័យអត់ល្អទេហើយបើដឹងតែខ្លួនឯងជពាក់គេកុំចាំដល់គេទាគេមិនទាលុយយើងមិនមែនគេមិនចង់បានលុយគេទេគេគ្រាន់តែទុកមុខឲ្យយើងនឹងទុកពេលវេលាឲ្យយើងតែប៉ុណ្្នឹងទេធ្វើជាមនុស្សត្រូវមានទំនួលខុសត្រូវគ្មានលុយសងគេក៏ត្រូវមានចេតនានៅក្នុងការសងគេដែរសងតិចក្តីច្រើនក្តីសងបែបណាត្រូវតែហ៊ានប្រឈមមុខជាមួយគេហើយទោះបីជាយើងសងគេហើយក៏ដោយក៏ត្រូវតែចងចាំនៅគុណបំណាច់ដែលគេបានធ្វើមកលើយើងដោយពាក្យចាស់គាត់និយាយថាពេលមានគុណលើគេកុំសំដែងតែបើគេមានគុណលើឯងក៏កុំបំបត្តិរឿងលុយនេះកុំចិត្តល្អហួសមៀតពេកធ្វើបុណ្យតែក៏ត្រូវអោនមើលឆ្នាំងបាយផងដែរកុំជួយគេឲ្យលើសពីលទ្ធភាពខ្លួនឯងធ្វើអីក៏ត្រូវមានកម្រិតដែរត្រូវចាំថាលបោយជីវិតរបស់យើងមានច្រើនមុខណាស់មានម្ដាយមានឪពុកមានគ្រួសារមានប្រពន្ធកូនហើយក៏មានមិត្តភ័ក្តិនៅក្នុងនឹងដែរសូមកុំឲ្យអំពើល្អរបស់យើងនឹងវាคล้ายទៅជាជំរើសដែលត្រូវបោះចោលផ្នែកណាមួយនៃជីវិតរបស់យើងអសោះ